មនុស្សយើងមិនថាសម័យមុនឬក៏បច្ចុប្បន្ននេះបើយើងអត់ចេះគ្រប់គ្រងកំហឹងយើងរស់នៅពិបាករកក្តីសុខពិបាករកក្តីសុខបានន័យថាជីវិតឃើញតែមានបញ្ហារហូតហើយយើងក៏លេចមួយជីវិតគេថាគេដូចមិនសូវមានបញ្ហាអញ្ចឹងខ្ញុំជីវិតខ្ញុំដូចមានបញ្ហារហូតអញ្ចឹងមិនក៏គេធ្វើឲ្យខ្ញុំខឹងមួម៉ៅរហូតអញ្ចឹងណាអីដែលយើងត្រូវដឹងមួយទៀតយើងអត់អាចឲ្យគេមកតម្រូវចិត្តយើងបានទាំងអស់ទេកន្លែងហ្នឹងជាកន្លែងសំខាន់ពីព្រោះបើសិនជាយើងចង់ឲ្យគេតម្រូវចិត្តយើងទាំងអស់វាទៅអត់រួចយើងចង់ឲ្យមេឃភ្លឺរហូតវាទៅអត់រួចមេឃវាត្រូវតែមានពេលល្ងិតមេឃពេលខ្លះវាត្រូវការភ្លៀងមេឃពេលខ្លះវាត្រូវការសន្ទុំយើងមិនអាចគ្រប់គ្រងរបស់អស់នឹងបានទេអញ្ចឹងរបស់ណាដែលគ្រប់គ្រងមិនបានក៏មិនគួរប្រតិកម្មខ្លាំងពេកដែរហើយដែលយើងអាចប្រតិកម្មបានគឺចាប់ផ្ដើមធ្វើចលនាដៃជើងដើរក៏បានហាត់ប្រាណក៏បានលូតអន្ទាក់ក៏បានទៅរកពេលវេលាទៅលេងកីឡាក៏បានណាឬក៏ដើរអលាស់ដៃអលាស់ជើងឲ្យអស់ទៅexercise អស់ហ្នឹងវា release tension បានន័យថាវា release បានន័យវាបញ្ចេញសម្ពាធភាពតានតឹងនៅក្នុងសាច់ដុំអញ្ចឹងបានន័យថាការគ្រប់គ្រងកំហឹងយើងក៏មិនខុសពីការគ្រប់គ្រងការហឹលដែរបាទអញ្ចឹងក៏ឲ្យតែយើងនៅឲ្យស្ងៀមកុំតបតឲ្យទាំងអស់ being silent ហ្នឹងគឺជាវិធីសាស្ត្រដែលល្អបំផុតហើយបាទរយៈពេល10នាទីទៅយើងនឹងល្អប្រសើរទាំងអស់គ្នាហើយក៏មិនមានរឿងអីកើតឡើងដែរបាទអាចងូតទឹកត្រជាក់យកតែម្ដងក៏ល្អដែរព្រោះឯការងូតទឹកត្រជាក់ក៏វាធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយបងប្អូនប្រហែលជាធ្លាប់ហើយងូតទឹកត្រជាក់អារម្មណ៍ចាប់ផ្ដើមស្រស់ស្រាយកាត់បន្ថយភាពតានតឹងកាត់បន្ថយភាពតឹងណានសាច់ដុំអីផ្សេងបាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់វីដេអូថ្មីហើយថ្ងៃនេះផងដែរខ្ញុំចង់ចែករំលែកអំពីវិធីសាស្ត្រមួយចំនួនដើម្បីឲ្យបងប្អូនអាចចេះគ្រប់គ្រងអារម្មណ៍ឬក៏គ្រប់គ្រងកំហឹងរបស់ខ្លួនឯងបានល្អប្រសើរជាងមុនបាទប៉ុន្តែវិធីសាស្ត្រទាំងអស់ហ្នឹងវាតម្រូវឲ្យបងប្អូនទាំងអស់គ្នារៀបចំខ្លួនឯងធ្វើវាជាប្រចាំឲ្យវាคล้ายទៅជាទម្លាប់ដើម្បីគ្រប់គ្រងកំហឹងបានទាន់ពេលវេលាគ្រប់ពេលវេលាបានអញ្ចឹងណាបាទបានន័យថាមិនមែនឲ្យយើងលែងចេះខឹងសោះឯងពីព្រោះយើងត្រូវដឹងថាកំហឹងគឺជាធម្មជាតិរបស់អារម្មណ៍ដែរធម្មជាតិនៃការបញ្ចេញអារម្មណ៍ដែរអញ្ចឹងជាទូទៅមនុស្សយើងមិនអាចគេចចេញពីធម្មជាតិទេយើងត្រូវតែអាចមានអារម្មណ៍នឹងខ្លះពេលខ្លះអាចមានអារម្មណ៍សប្បាយពេលខ្លះមានអារម្មណ៍កើតទុក្ខពេលខ្លះមានអារម្មណ៍ខឹងពេលខ្លះមានអារម្មណ៍ចំណែនតិចតួចវាមិនខ្លាំងពេកអីចឹងទៅអញ្ចឹងត្រូវទទួលស្គាល់ថាមិនមែនធ្វើអីតាមខ្ញុំប្រាប់បន្តិចទៀតហ្នឹងនឹងលែងចេះខឹងសោះថាអត់ទេប៉ុន្តែវានឹងកាត់បន្ថយបានច្រើនមែនទែនបានន័យថាគេធ្វើឲ្យយើងខឹង100ដងប្រហែលជាយើងខឹងម្ដងអីចឹងទៅណាហ្នឹងហើយអាហ្នឹងជាអីដែលខ្ញុំចង់លើកឡើងនៅក្នុងថ្ងៃនេះណាបាទចំណុចទី1ដែលបងប្អូនត្រូវដឹងកំហឹងគឺជាអារម្មណ៍ធម្មជាតិអញ្ចឹងកុំព្យាយាមប្រឆាំងមួយវាកុំព្យាយាមឆ្លោះមួយវាថាចុះមិនក៏ខ្ញុំខឹងអញ្ចឹងវាមិនសមអញ្ចឹងណាខ្ញុំមិនក៏យ៉ាប់ម៉ែអត់គ្រប់គ្រងខ្លួនឯងបានអញ្ចឹងទី1ទទួលស្គាល់សិនថាវាជាអារម្មណ៍ធម្មជាតិអ្នកណាក៏អាចមានដែរប៉ុន្តែយើងនឹងច្នៃវាឲ្យមានភាពល្អប្រសើរពីម្ដងបន្តិចម្ដងទៅណាបាទអញ្ចឹងចូលមកដល់វិធីសាស្ត្រសួរថានៅពេលដែលគេធ្វើឲ្យយើងខឹងយើងធ្វើអីលោកយើងគួរធ្វើអីទី1អត់ធ្វើអីទាំងអស់បានន័យថាបើសិនជាមាននរណាធ្វើស្ដាប់ថាឲ្យយើងធ្វើឲ្យយើងខឹងធ្វើឲ្យយើងមួម៉ៅយើងគ្រាន់តែសម្គាល់អារម្មណ៍ខ្លួនយើងសិនអារម្មណ៍អីគេចូលមកហ្នឹងនៅពេលដែលគេធ្វើឲ្យយើងខឹងយើងចាប់ផ្ដើមទទួលអារម្មណ៍យ៉ាអញដូចខឹងគេអ្វីគេនិយាយដូចប៉ះអារម្មណ៍អញដូចខឹងនៅពេលដែលខឹងអារម្មណ៍មិនទៀតស្ថានភាពរាងកាយមិនទៅអូបេះដូងអញទៅលោតញាប់បេះដូងអញលោតញាប់មុខអញចាប់ផ្ដើមក្តៅរៀងអារម្មណ៍ក្តៅភាយណាសាច់ដុំចាប់ផ្ដើមតឹងណែនខុសធម្មតាណាសាច់ដុំតឹងណែនខុសធម្មតាហើយមានអារម្មណ៍ថាដូចពិបាកគ្រប់គ្រងខ្លួនឯងណាជាថាចង់ក្តាប់ដៃអីចឹងទៅណាអានេះជាសញ្ញាដែលបញ្ជាក់ថាមនុស្សហ្នឹងកំពុងតែមានកំហឹងឬក៏យើងកំពុងមានកំហឹងអញ្ចឹងទី1សម្គាល់ខ្លួនឯងឲ្យបានថាអាយ៉ាអញដូចកំពុងខឹងបន្ទាប់មកប្រាប់ខ្លួនឯងថាខឹងខុសខឹងខាតខឹងខូចពាក្យហ្នឹងយើងឮតាំងពីក្មេងមកណាអញ្ចឹងយល់ល្អកុំធ្វើអីទាំងអស់រយៈពេល5ទៅ10នាទីដកដង្ហើមវែងមួយបានហើយនៅមួយកន្លែងដកដង្ហើមវែងមួយញ៉ាំទឹកត្រជាក់ទៅមិនបាច់ឆ្លើយតបមិនបាច់ប្រតិកម្មផ្លូវបានផ្លូវកាយក៏មិនបាច់ប្រតិកម្មណា
សំដីក៏មិនបាច់ប្រតិកម្មនៅឲ្យស្ងៀមដកដង្ហើមវែងញ៉ាំទឹកអីចឹងទៅគាត់ថាសម្គាល់បានថាអារម្មណ៍ខ្ញុំកំពុងខឹងថាខ្ញុំខឹងខូចខឹងខាត់ខឹងខូចអីចឹងទៅអញ្ចឹងកាលណាយើងរៀនសម្គាល់អញ្ចឹងជាប្រចាំខ្លួនយើងចាប់ផ្ដើមតាមដានអារម្មណ៍យើងជាប់ហើយថាអូយ៉ាអញខឹងអញ្ចឹងអញអត់គួរប្រតិកម្មទេដកដង្ហើមវែងមួយគ្រប់គ្រងអារម្មណ៍នឹងប្រហែលជា5ទៅ10នាទីទៅវាលែងអីទេភ្លើងកំហឹងវាលុតណាបាទកុំប្រតិកម្មអាហ្នឹងជារឿងសំខាន់ជាងគេទី1ចំពោះរឿងទី2ដែលយើងអាចធ្វើទៅបានរឿងទី2គឺយើងប្រតិកម្មដែរប៉ុន្តែមិនមែនប្រតិកម្មដោយការឆ្លើយតប direct ទៅគេទេមិនមែនឆ្លើយតបទៅកាន់គេហើយចេះថាអញចឹងឯងក៏ចឹងចេះអត់ទេអាហ្នឹងវាមិនមែនជាជំរឹកដែលល្អទេវាបង្កើតឲ្យមានចំនួនកាន់តែខ្លាំងទៅដូចចាក់សាំងលឺភ្លើងចឹងណាហ្នឹងហើយអញ្ចឹងអីដែលយើងអាចប្រតិកម្មបានគឺចាប់ផ្ដើមធ្វើចលនាដៃជើងដើរក៏បានហាត់ប្រាណក៏បានលូតអន្ទាក់ក៏បានទៅរកពេលវេលាទៅលេងកីឡាក៏បានណាឬក៏ដើរលាស់ដៃលាស់ជើងឲ្យអស់ទៅexercise អស់ហ្នឹងវា release tension បានន័យថាវា release បានន័យវាបញ្ចេញសម្ពាធភាពតានតឹងនៅក្នុងសាច់ដុំបងប្អូនចំណាំពេលដែលបងប្អូនខឹងយើងមានអារម្មណ៍តឹងណែនសាច់ដុំក្នុងខ្លួនតឹងក្បាលតឹងកហ្មងណាហ្នឹងហើយអាហ្នឹងដោយសារអីគេហៅថាប្រព័ន្ធសម្បត្តិក្នុងខ្លួនយើងវាដំណើរការខ្លាំងអញ្ចឹងត្រូវធ្វើម៉េចឲ្យប្រព័ន្ធមួយទៀតដំណើរការឲ្យស្មើវាមកវិញគឺប៉ារ៉ាសម្បត្តិអាហ្នឹងយើងអាចធ្វើតាមរយៈលំហាត់ប្រាណណាធ្វើនេះធ្វើនោះតិចតួចពេលខ្លះគេស្រែកលេងបាទបងប្អូនឲ្យធ្លាប់ឮក្នុងរឿងចិនរឿងអីចឹងណាគេខឹងអ្នកណាម្នាក់ចឹងគេស្រែកវ៉ាអីចឹងទៅគេចាប់ផ្ដើមធូរក្នុងខ្លួនអាហ្នឹងពិតជាធូរមែនដោយសារវា stimulate vagus nerve vagus nerve របស់យើងនៅណាទី10អាហ្នឹងវាជួយរំញោច relaxation បានន័យថាធ្វើឲ្យខ្លួនយើង calm down មកវិញកាត់បន្ថយភាពតានតឹងមកវិញអញ្ចឹងបើយើងស្រែកមិនបានទេយើងគ្រាន់តែបង្ខំសំឡេងចោលអីចឹងទៅឬក៏គេមានតិចនិចមួយទៀតគេហៅវូតិចនិចគេថាវូទៅឲ្យយូរចឹងទៅអាហ្នឹងក៏អាចកាត់បន្ថយអារម្មណ៍នឹងបានខ្លះហើយបើសិនជាបងប្អូនចេះច្រៀងអត់ពិបាកទៀតច្រៀងខារ៉ាអូខេបាទច្រៀងខារ៉ាអូខេស្រួលមែនតើសប្បាយហើយកាត់បន្ថយភាពតានតឹងហើយយើងក៏មានអារម្មណ៍ថាកាត់បន្ថយសម្ពាធមកវិញដែរបាទអញ្ចឹងអាហ្នឹងជាតិចនិចទី2ចំពោះតិចនិចទី3ក៏អត់ពិបាកដែរបងប្អូនអាចនៅពេលដែលយើងខឹងគេឬក៏មានអារម្មណ៍តានតឹងខ្លាំងមើលព័ត៌មានទៅខឹងគេនិយាយពីយើងមិនល្អមើលគេផុសពីយើងមិនល្អអីហ្នឹងឧទាហរណ៍យើងមានអារម្មណ៍ខឹងកាលណាយើងមានអារម្មណ៍ខឹងអាចយកទឹកត្រជាក់បាទទឹកត្រជាក់ត្រជាក់ល្មមហ្នឹងយកមកលុបមុខណាអាហ្នឹងក៏អាច reset system nervous របស់យើងប្រព័ន្ធប្រសាទរបស់យើងឲ្យដំណើរការ balance មកវិញអាចពេលខ្លះអាចងូតទឹកត្រជាក់យកតែម្ដងក៏ល្អដែរព្រោះឯការងូតទឹកត្រជាក់ក៏វាធ្វើឲ្យយើងមានអារម្មណ៍ស្រស់ស្រាយបងប្អូនប្រហែលជាធ្លាប់ហើយងូតទឹកត្រជាក់អារម្មណ៍ចាប់ផ្ដើមស្រស់ស្រាយកាត់បន្ថយភាពតានតឹងកាត់បន្ថយភាពតឹងណែនសាច់ដុំអីផ្សេងអញ្ចឹងបានគេពេលខ្លះគេត្រាំខ្លួនមួយតកកីឡាករអីគេដឹងណាហ្នឹងហើយវាជួយច្រើនមែនតើអញ្ចឹងការងូតទឹកត្រជាក់ក៏ជាជម្រើសមួយអញ្ចឹងសរុបមកវិញថាវិធីសាស្ត្រក្នុងការគ្រប់គ្រងកំហឹងមានច្រើនប៉ុន្តែខ្ញុំគ្រាន់តែលើកជូន3កន្លែងហ្នឹងទី1មិនបាច់ប្រតិកម្មអីទេណាដកដង្ហើមវែងមួយញ៉ាំទឹកត្រជាក់ទៅប្រាប់ខ្លួនឯងថាអញកំពុងខឹងអញ្ចឹងខំខនឹងខូចមិនបាច់ប្រតិកម្មអីទេ5ទៅ10នាទីទី2បើសិនជាប្រតិកម្មរាងកាយចោលធ្វើលំហាត់ប្រាណអីម្នាក់ឯងអញ្ចឹងទៅធ្វើនេះធ្វើនោះធ្វើមិនឲ្យវាបញ្ចេញសកម្មភាពរាងកាយហ្នឹងទៅវាកាត់បន្ថយភាពតានតឹងដែរឬក៏យើងច្រៀងក៏បានណាដូចខ្ញុំនិយាយមិញវាកាត់បន្ថយភាពតានតឹងរបស់យើងដែរហើយទី3គឺការងូតទឹកត្រជាក់ឬក៏លុបមុខជាមួយទឹកត្រជាក់ហ្នឹងក៏វាអាចកាត់បន្ថយបានខ្លះដែរបាទអញ្ចឹងវិធីសាស្ត្រខ្លីៗ3ហ្នឹងបើសិនជាយើងបានន័យថាយើងអនុវត្តវាទៀងទាត់ទៅបងប្អូននឹងបង្កើតជាទម្លាប់ថ្មីមួយដែលធ្វើឲ្យបេះដូងយើងលោតស្មើជាងមុនដង្ហើមយើងស្មើល្អជាងមុនអត់សូវមានកំហឹងអត់សូវមានការតឹងណែនសាច់ដុំហើយក៏ឲ្យយើងស្រួលខ្លួនបានច្រើនពីព្រោះថាមនុស្សយើងមិនថាសម័យមុនឬក៏បច្ចុប្បន្ននេះបើយើងអត់ចេះគ្រប់គ្រងកំហឹងយើងរស់នៅពិបាករកក្តីសុខបានន័យថាជីវិតឃើញតែមានបញ្ហារហូត
ហើយយើងក៏លេចមួយជីវិតគេថាគេដូចមិនសូវមានបញ្ហាអញ្ចឹងគូខ្ញុំជីវិតខ្ញុំដូចមានបញ្ហារហូតអញ្ចឹងមិនក៏គេធ្វើឲ្យខ្ញុំខឹងមួម៉ៅរហូតអញ្ចឹងណាអីដែលយើងត្រូវដឹងមួយទៀតយើងអត់អាចឲ្យគេមកតម្រូវចិត្តយើងបានទាំងអស់ទេកន្លែងហ្នឹងជាកន្លែងសំខាន់ពីព្រោះបើសិនជាយើងចង់ឲ្យគេតម្រូវចិត្តយើងទាំងអស់វាទៅអត់រួចយើងចង់ឲ្យមេឃភ្លឺរហូតវាទៅអត់រួចមេឃវាត្រូវតែមានពេលល្ងិតមេឃពេលខ្លះវាត្រូវការភ្លៀងមេឃពេលខ្លះវាត្រូវការសន្ទុំយើងមិនអាចគ្រប់គ្រងរបស់អស់នឹងបានទេអញ្ចឹងរបស់ណាដែលគ្រប់គ្រងមិនបានក៏មិនគួរប្រតិកម្មខ្លាំងពេកដែរខ្ញុំសង្ឃឹមថាបងប្អូននឹងអនុវត្តវិធីសាស្ត្រទាំង3ខាងលើហ្នឹងឲ្យបានទៀងទាត់ទៅបងប្អូននឹងទទួលបានផលក្នុងកំឡុងពេលប្រមាណជា1ខែធ្វើឲ្យបាន1ខែពេញបានន័យថាបណ្ដុះទម្លាប់មួយត្រូវការពេល1ខែបាទហើយជូនពរបងប្អូនទទួលបានក្តីសុខផ្លូវកាយផ្លូវចិត្តទាំងអស់គ្នាហើយមួយទៀតបើសិនជាបងប្អូនឃើញថាវីដេអូមួយហ្នឹងឬក៏វីដេអូដទៃទៀតនៅក្នុង channel របស់ខ្ញុំមានប្រយោជន៍បងប្អូនអាចជួយចុច Subscribe ដើម្បីទទួលបានវីដេអូថ្មីៗអំពីយើងខ្ញុំបន្តទៀតហើយខ្ញុំគ្រូពេទ្យឯកទេសវិកលវិទ្យាឬក៏គ្រូពេទ្យឯកទេសជំងឺផ្លូវចិត្តហ្នឹងនឹងព្យាយាមផលិតមាតិកាដទៃទៀតដែលអាចជួយគ្រប់គ្រងសុខភាពផ្លូវចិត្តបងប្អូនហើយបើសិនជាបងប្អូនមានសំណួរអាចសួរនៅក្នុង comment section ខាងក្រោមក៏បានដែរបាទអរគុណច្រើនសម្រាប់ការចំណាយពេលវេលាមានតម្លៃរបស់បងប្អូនអរគុណបាទសួស្តីបងប្អូនទាំងអស់គ្នាស្វាគមន៍មកកាន់អេពីសូតទី10របស់យើងថ្ងៃនេះខ្ញុំមានប្រធានបទមួយចង់ចែកម្លែកជូនបងប្អូនតាក់ទងជាមួយនឹងវិធីសាស្ត្រក្នុងការគ្រប់គ្រងកំហឹងបាទបងប្អូននេះទូទៅតែងតែមានហើយបាទអារម្មណ៍ខឹងមួម៉ៅអត់សប្បាយចិត្តតបប្រមល់អីផ្សេងៗហ្នឹងបន្ទាប់មកបងប្អូនក៏ប្រើប្រាស់នៅអាកប្បកិរិយាអវិជ្ជមានជាច្រើនដូចជាការនិយាយស្ដីពីអវិជ្ជមានការជេរការឆ្លោះប្រកែកគ្នាការវាយតម្លៃអ្នកនេះនោះអីអញ្ចឹងទៅពេលខ្លះធ្វើសកម្មភាពមិនប្រក្រតីដូចជាការប្រើអំពើហិង្សាណាដែលអ្នកដទៃការប្រកែកតវ៉ាខ្លាំងឬក៏ដល់ថ្នាក់បោកនេះបោកនោះអីផ្សេងគឺការចេញពីកំហឹងស្ទើរតែទាំងអស់មិនអញ្ចឹងបាទអញ្ចឹងដើម្បីជាប្រយោជន៍ជូនបងប្អូនថ្ងៃហ្នឹងខ្ញុំសូមចែកចម្លែកសាច់រឿងមួយដែលជាសាច់រឿងដែលខ្ញុំគិតថាអាចមានប្រយោជន៍ជូនបងប្អូនសម្រាប់ការអនុវត្តប្រចាំថ្ងៃណាបាទសាច់រឿងហ្នឹងគឺដំបូងឡើងគឺចង់និយាយអំពីអ៊ំស្រីម្នាក់ហ្នឹងគាត់រស់នៅក្នុងភូមិមួយប៉ុន្តែនៅក្នុងភូមិហ្នឹងគេសង្កេតឃើញថានៅក្នុងភូមិហ្នឹងអ្នកណាគេក៏អត់ត្រូវមួយគាត់ដែរសួរថាមូលហេតុបានអត់ត្រូវមួយគាត់ដោយសារគាត់នឹងចេះជាមនុស្សដែលចិត្តក្តៅខឹងមួម៉ៅច្រើនពេលខ្លះទៅគាត់ឆ្លោះប្រកែកមួយគេគាត់វាយតម្លៃគេអត់ល្អនិយាយដើមនេះនិយាយដើមនោះមាត់គាត់តែចេះចូលណាបាទពេលខ្លះទៅខឹងមួម៉ៅខុសធម្មតាអារម្មណ៍គាត់អត់ល្អរហូតអញ្ចឹងហើយធ្វើឲ្យពីមួយថ្ងៃទៅមួយថ្ងៃអ្នកចិត្តខាងរបស់គាត់ចាប់ផ្ដើមមានកាន់តែតិចទៅថ្ងៃណាដែលគាត់ចង់ពឹងអ្នកណាម្នាក់ហ្នឹងក៏អត់បានដោយសារគេអត់ពេញចិត្តគាត់ឬក៏អត់ពេញចិត្តជាមួយនឹងសកម្មភាពរបស់គាត់ដែលគាត់កំពុងធ្វើប្រចាំថ្ងៃហ្នឹងបាទអញ្ចឹងហើយថ្ងៃមួយហ្នឹងគាត់ក៏ដឹងខ្លួនថាអូប្រហែលជាមកពីអាកប្បកិរិយារបស់គាត់ដែលអាសាខឹងមួម៉ៅខុសធម្មតាហ្នឹងហើយធ្វើឲ្យអ្នកចិត្តខាងរបស់គាត់អត់ពេញចិត្តមួយគាត់អញ្ចឹងហើយថ្ងៃមួយហ្នឹងមានប្រសង់មួយអង្គគាត់ដើរមកបិណ្ឌបាតនៅផ្ទះអ៊ំស្រីហ្នឹងបន្ទាប់មកអ៊ំស្រីហ្នឹងក៏និយាយសារភាពពីខ្លួនឯងណាបាទថាព្រះអង្គអើយខ្ញុំនៅក្នុងភូមិនេះដូចជាអត់ត្រូវមួយគេមួយឯងសោះប្រហែលជាមកពីខ្ញុំឆាប់ខឹងមួម៉ៅខុសធម្មតាពេកខ្ញុំនឹងតានតឹងពេកខ្ញុំនឹងបកកាយរករឿងគេពេកឬក៏យ៉ាងម៉េចដោយសារការឆាប់ខឹងរបស់ខ្ញុំហ្នឹងអញ្ចឹងព្រះអង្គមានថ្នាំអីជួយខ្ញុំឬក៏មានវិធីសាស្ត្រអីជួយខ្ញុំដើម្បីខ្ញុំបាត់ខឹងហ្នឹងបន្ទាប់មកព្រះអង្គហ្នឹងក៏បានហុចទឹកមួយដបឲ្យគាត់ព្រះអង្គថានេះញោមអាហ្នឹងទឹកថ្នាំសម្រាប់ញោមឯងញ៉ាំនៅពេលដែលញោមឯងខឹងប៉ុន្តែញោមឯងត្រូវស្ដាប់អាត្មាឲ្យច្បាស់ណាហ្នឹងហើយស្ដាប់ឲ្យច្បាស់មានលក្ខខណ្ឌដើម្បីឲ្យថ្នាំនោះមានប្រសិទ្ធភាពញោមឯងពេលដែលខឹងខ្លាំងញោមឯងញ៉ាំទឹកនឹង3គម្របដបបន្ទាប់មកទៀតអនុវត្ត3ជំហានធំណាញ៉ាំទឹកនឹង3គម្របដបបន្ទាប់មកអនុវត្ត3ជំហានធំជំហានទី1ញោមឯងធ្វើអីជំហានទី1ញោមឯងដើរចេញពីកន្លែងដែលកំពុងតែធ្វើឲ្យញោមឯងខឹងនឹងសិនទៅរកកន្លែងស្ងប់ស្ងាត់មួយអង្គុយបាទអញ្ចឹងជំហានទី1ចេញពីកន្លែងដែលធ្វើឲ្យយើងខឹងទៅរកកន្លែងស្ងប់ស្ងាត់មួយអង្គុយជំហានទី2ញោមឯងបិទភ្នែកដកដង្ហើមចេញចូលមួយវែងណាបិទភ្នែកដកដង្ហើមចេញចូលមួយវែងជំហានទី2ជំហានទី3ញោមឯងក្រោយពីផឹកទឹកនឹងហើយអត់ឲ្យនិយាយ10នាទីពាក្យអីក៏អត់ឲ្យនិយាយដែរអត់ឲ្យនិយាយអត់ឲ្យធ្វើសកម្មភាពអីទាំងអស់10នាទីពិសេសអាការនិយាយហ្នឹងគឺអត់ឲ្យនិយាយ10នាទីអញ្ចឹងក្រោយពីផឹកទឹក3ដបរកកន្លែងស្ងប់ស្ងាត់ឲ្យឃើញបិទភ្នែកដកដង្ហើមចេញចូលវែងបន្ទាប់មកអត់និយាយអីទាំងអស់10នាទីអញ្ចឹងញោមនឹងបានអាពុទ្ធិកានឹងទៅសង្ឃិកានឹងព្រះអង្គនឹងទៅជួយបង្ហាត់បរិញ្ញាអញ្ចឹងទៅគាត់យកអនុវត្តនៅពេលដែលគាត់ខឹងអ្នកណាម្នាក់ហើយធ្វើឲ្យគាត់ទើសចិត្តទើសអារម្មណ៍ហើយគាត់ចាប់ផ្ដើមផឹកទឹក3ដបរកកន្លែងស្ងប់ស្ងាត់ដកដង្ហើមវែងអត់និយាយស្អី10នាទីបន្ទាប់មកគាត់គិតថាអីដូចអត់អីដូចល្អអារម្មណ៍ដូចល្អបន្ទាប់មកពេលខឹងធ្វើចឹងទៀតបន្ទាប់មកគាត់មានអារម្មណ៍ថាទឹកថ្នាំនឹងស័ក្តិសិទ្ធិណាបាទទឹកថ្នាំនឹងស័ក្តិសិទ្ធិបន្
បន្ទាប់មកទឹកថ្នាំហ្នឹងក៏អស់ទឹកដែលញោមស្រីនឹងគាត់យកទៅញ៉ាំហ្នឹងវាអស់ណាបាទអញ្ចឹងហើយគាត់មករកព្រះអង្គនឹងមួយសារទៀតដើម្បីរកទិញទឹកថ្នាំហ្នឹងឲ្យបានច្រើនពី3កេសអីចឹងទៅទុកប្រើនៅពេលដែលគាត់ខឹងមកគាត់យកទៅផឹកអីចឹងទៅបាទបន្ទាប់មកព្រះអង្គនឹងក៏អស់សំណើចទៅក៏រៀងមានសោនិកាមួយម៉ាត់ប្រាប់ញោមស្រីនឹងវិញថាចេះតាមពិតទៅទឹកនឹងគ្រាន់តែជាទឹកធម្មតាទេបាទទឹកដែលឲ្យផឹកម្ដង3កម្រិតនេះគ្រាន់តែជាទឹកធម្មតាទេតែអីដែលជាសកម្មភាពត្រឹមត្រូវគឺ3ជំហានដែលញោមបានធ្វើបន្ទាប់ពីផឹកទឹកនឹងរួចនឹងឯងញោមឯងដើរចេញពីកន្លែងដែលធ្វើឲ្យញោមឯងខឹងញោមឯងទៅរកកន្លែងស្ងប់ស្ងាត់ដកដង្ហើមចេញចូលវែងមួយផ្ចង់អារម្មណ៍លើខ្យល់ដង្ហើមបន្ទាប់មកញោមឯងក៏អត់និយាយស្ដីរយៈពេល10នាទីហ្នឹងបាទមូលហេតុអីបានឲ្យធ្វើសកម្មភាពអស់ហ្នឹងពីព្រោះថានៅពេលដែលយើងខឹងប្រព័ន្ធនៅក្នុងខ្លួនរបស់យើងចាប់ផ្ដើមដំណើរការមិនប្រក្រតីទេពីពិសេសគឺប្រព័ន្ធនោះគេហៅថាប្រព័ន្ធសម្បត្តិហ្នឹងវាធ្វើឲ្យបេះដូងយើងលោតញាប់ដង្ហើមយើងលោតញាប់ធ្វើឲ្យយើងមានអារម្មណ៍តានតឹងខុសប្រក្រតីណាពេលខ្លះទៅពេលដែលយើងខឹងវាធ្វើឲ្យយើងបញ្ចេញនៅកាយវិការពាក្យសម្ដីភាគច្រើនជារឿងអវិជ្ជមានច្រើនណាដូចការជេរស្ដីបន្ទោសអ្នកដទៃការវាយតម្លៃមិនល្អទៅអ្នកដទៃនិយាយពាក្យដែលមិនគួរនិយាយណាពេលខ្លះជាអ្នកដឹកនាំដោយសារតែគ្រប់គ្រងកំហឹងខ្លួនឯងអត់បានមកពេលធ្វើឲ្យមានការស្ដីបន្ទោសកូនចៅបាទស្ដីបន្ទោសកូនចៅថាអ្នកឯងមិនចេះអ្នកឯងមិនចុះណាអាការស្ដីបន្ទោសនឹងភាគច្រើនគឺកម្រហុចផលណាបាទកម្រហុចផលណាភាគច្រើនមនុស្សមិនត្រូវការស្ដីបន្ទោសច្រើនពេកទេគាត់ថាពេលខ្លះត្រូវការណែនាំឲ្យបានច្រើនការលើកទឹកចិត្តឲ្យបានច្រើនតែប៉ុណ្្នឹងការស្ដីបន្ទោសការខឹងបន្ទាប់ពីការខឹងមួយម៉ោងភាគច្រើនគឺអត់បានផលទេបាទអានេះគាត់ជាកតិមួយដែលយើងចង់ចែកម្លែកថាអ្នកណាក៏ចេះខឹងដែរបាទអ្នកណាក៏ចេះខឹងដែរប៉ុន្តែនៅពេលខឹងត្រូវចេះគ្រប់គ្រងឲ្យបានបើមិនអញ្ចឹងទេវានឹងហុចផលអវិជ្ជមានឲ្យយើងច្រើនមែនទែនបាទទាំងផ្លូវចិត្តរបស់យើងក៏អត់ល្អយើងប្រើសម្ដីមិនល្អទៅអ្នកដទៃក៏អ្នកដទៃមានអារម្មណ៍មិនល្អប្រចាំថ្ងៃណាបន្ទាប់មកអាចធ្វើសកម្មភាពមិនល្អដូចជាការវាយការប្រាំអំពើហិង្សាការបោកប្រាស់បោកនេះបោកនោះណារហូតដល់ធ្វើឲ្យខូចប្រយោជន៍ជាច្រើនទៀតដោយសារតែកំហឹងនឹងមកមុខបើមិនជាយើងចេះគ្រប់គ្រងកំហឹងតាមរយៈ step មិញហ្នឹងអញ្ចឹងបងប្អូននឹងអាចធ្វើឲ្យជីវិតបងប្អូនល្អប្រសើរហើយបាទវាមិនខុសអីពីបងប្អូនដែលញ៉ាំហិលញ៉ាំម្ទេសណាបាទនៅពេលដែលបងប្អូនញ៉ាំហិលបងប្អូនចង់រកអីមកប្រសាភាពហិលនឹងភ្លាមបងប្អូនទៅញ៉ាំទឹកកកបងប្អូនទៅញ៉ាំទឹកញ៉ាំចាអ៊ូញ៉ាំអីចឹងទៅបន្ទាប់មកបាត់ហិលភ្លាមហ៎បាទថាអត់បាត់ហិលភ្លាមទេវាគាត់តែបាត់មួយផ្លែតប៉ុន្តែពេលដែលវាឡើងហិលមកវិញហិលលើដើមមិនចឹងហ៎បាទអញ្ចឹងធ្វើម៉េចដើម្បីគ្រប់គ្រងភាពហិលនឹងបានគឺបងប្អូននៅឲ្យស្ងៀមដកដង្ហើមវែងបិទមាត់ឲ្យជិតមកសន្ទុះមកអាភាពហិលនឹងវាខ្លាំងមែនវាធ្វើឲ្យមានការចេញហូរទឹកមាត់ថ្លាហ្នឹងណាបាទនៅពេលដែលវាហូរមកអស់ស្រក់មកអស់គឺភាពហិលរបស់យើងក៏លែងមានទៀតដែរអញ្ចឹងបានន័យថាការគ្រប់គ្រងកំហឹងយើងក៏មិនខុសពីការគ្រប់គ្រងការហិលនឹងដែរបាទអញ្ចឹងការឲ្យតែយើងនៅឲ្យស្ងៀមកុំតបតឲ្យទាំងអស់ being silent ហ្នឹងគឺជាវិធីសាស្ត្រដែលល្អបំផុតហើយបាទរយៈពេល10នាទីទៅយើងនឹងល្អប្រសើរទាំងអស់គ្នាហើយក៏មិនមានរឿងអីកើតឡើងដែរបាទអញ្ចឹងខ្ញុំសង្ឃឹមថារឿងដ៏ខ្លីមួយហ្នឹងនឹងមានប្រយោជន៍ជូនបងប្អូនទាំងអស់គ្នាដើម្បីជាកតេក្នុងការគ្រប់គ្រងកំហឹងហ្នឹងកុំឲ្យវាមានបញ្ហាដល់សង្គមយើងកាន់តែច្រើនណោះបាទពួកឯងយើងឃើញហើយរាល់ថ្ងៃប៉ះពាល់គ្នាតិចតួចជិះម៉ូតូប៉ះពាល់គ្នាតិចតួចប៉ះឡានប៉ះនេះប៉ះនោះពេលខ្លះរឿងវាមិនធំទេប៉ុន្តែដល់ពេលសម្ដីយើងវាធំពេកទៅវាឆ្លោះគ្នាទៅឃើញទេបាទលេងកីឡាអីតិចតួចប៉ះគ្នាតិចតួចដល់ពេលនិយាយសម្ដីទៅវាប៉ះគ្នាទៅឃើញទេបើមិនជាអត់និយាយអត់អីទេបាទហ្នឹងហើយអញ្ចឹងអរគុណច្រើនជូនពរបងប្អូនសុខភាពល្អហើយព្យាយាមអនុវត្តហើយដែលខ្ញុំបានប្រាប់ទៅខ្ញុំសង្ឃឹមថាបងប្អូននឹងទទួលបានផលល្អទាំងអស់គ្នាបាទអរគុណច្រើនជម្រាបលាបាទ